បាទសួស្តីដល់បងប្អូនទាំងអស់គ្នាដែលកំពុងទស្សនានៅវីដេអូបង្រៀនភាសាចិនពី Channel របស់ខ្ញុំបាទហើយថ្ងៃនេះខ្ញុំបានរៀបចំនៅពាក្យដែលទាក់ទងនឹងរោងចក្រស្បែកជើងចំនួន4ពាក្យដែលពាក្យទាំងអស់នេះសុទ្ធតែពាក្យឧស្សាហ៍ប្រើនៅក្នុងរោងចក្រស្បែកជើងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូនេះពីដើមរហូតដល់ចប់បាទហើយមុននឹងចូលទៅដល់មេរៀនរបស់យើងខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយបាទដើម្បីទទួលបាននៅវីដេអូបង្រៀនចែករំលែកភាសាចិនដល់បងប្អូនដែលគិតថ្លៃផងដែរបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅបាទមេរៀនរបស់យើងទាំងអស់គ្នាពាក្យខាងលើយើងអានថាសៀឆាងឆាងយង单词斜长常用单词បាទប្រែថាពាក្យប្រើប្រាស់ជាប្រចាំក្នុងរោងចក្រស្បែកជើងបាទអញ្ចឹងពាក្យទាំងអស់គឺមានចំនួន4ពាក្យអញ្ចឹងយើងក៏លេខទៅមើលពាក្យទី1បាទយើងអានថាหมอสู้เทียหมอสู้เทียបាទប្រែថាបន្ទះបិទភ្ជាប់បងប្អូនទាំងអស់គ្នាបន្ទះបិទភ្ជាប់ហ្នឹងបងប្អូនតែងតែឃើញហើយស្បែកជើងរបស់យើងនៅលើអាកន្លែងភ្នែកស្បែកជើងហ្នឹងភាគច្រើនគេប្រើជាខ្សែស្បែកជើងប៉ុន្តែបើសិនជាគេមិនប្រើខ្សែស្បែកជើងទេគេប្រើជាមួយនឹងអាបន្ទះបិទភ្ជាប់ហ្នឹងឯងបាទអញ្ចឹងភាសាចិនគេថាหมอสู้เทียបាទប្រែថាបន្ទះបិទភ្ជាប់បន្តមកទៀតយើងក៏លេខទៅមើលពាក្យទី2ពាក្យទី2យើងអានថាទៀវផាយទៀវផាយពាក្យថាទៀវផាយគឺយើងប្រែថាផ្លាកពយួរបងប្អូនទាំងអស់គ្នាដូចជាស្បែកជើងបាទគេតែងតែមានដាក់ផ្លាកពយួរខាងក្រៅអីហ្នឹងបាទដូចជាខោកៅអៅអីហ្នឹងតែងតែមានទេអញ្ចឹងពាក្យថាផ្លាកពយួរហ្នឹងគឺគេថាបាទភាសាចិននិយាយថាទៀវផាយបាទអញ្ចឹងបន្តមកទៀតពាក្យទី3ពាក្យទី3គឺយើងអានថាបាទស៊ីស៊ុយប៉ែវស៊ីស៊ុយប៉ែវប្រែថាផ្លាកទូចបងប្អូនទាំងអស់គ្នាស្បែកជើងនៅក្នុងរោងចក្រស្បែកជើងមានផ្លាកទូចហ្នឹងពីច្រើនគេដាក់នៅខាងក្នុងឬក៏កន្លែងកបែកជើងហ្នឹងកបែកជើងខាងក្នុងហ្នឹងអាផ្លាកទូចហ្នឹងគេហៅថាស៊ីស៊ុយប៉ែវបាទប្រែថាផ្លាកតូចចឹងទៅបន្តមកទៀតពាក្យទី4គឺយើងអានថា logo ប៉ែវ logo ប៉ែវបាទប្រែថាផ្លាក logo បាទ logo ប៉ែវអញ្ចឹងវីដេអូរបស់យើងនៅមួយនេះគឺយើងមានចំនួន4ពាក្យអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចយកសៀវភៅកត់និងអានអនុវត្តតាមផងបាទអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូជាបន្តទៀតបងប្អូនទាំងអស់គ្នាមានចម្ងល់ទាក់ទងនឹងពាក្យរោងចក្រស្បែកជើងរោងចក្រផ្សេងបងប្អូនអាចខមមិននៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងឆ្លើយតបទៅកាន់សំណួរបងប្អូនទាំងអស់គ្នាបាទដែលអាចធ្វើទៅបានអរគុណច្រើន